រពីអ្នកជិះម៉ូតូដប់គ្នាលឿនវាយចែងទៅបុករយន្តបើកទិសដៅបាញ់ច្រាក់គ្នារួចបន្តទៅបុកម៉ូតូកង់3ឥណ្ឌាបណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់បរិះម្នាក់បានស្លាប់ភ្លាមៗចំណែកឯបរិះម្នាក់ទៀតដែលជាអ្នករួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមួយដឹកយកទៅសង្គ្រោះភ្លាមៗក្រោយពេលដែលពួកគេជិះម៉ូតូដប់គ្នាលឿនវាយចែងទៅបុករយន្តនិងម៉ូតូកង់3ឥណ្ឌាកាលពីវេលាម៉ោង 8:30 នាទីយប់នៅថ្ងៃទី4 ខែមិថុនាឆ្នាំ 2026ស្ថិតនៅលើផ្លូវជាតិលេខ 4 សង្កាត់កន្ទោកខណ្ឌកំពូលរាជធានីភ្នំពេញបាទតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបរិះរងគ្រោះ2នាក់បានជិះម៉ូតូម៉ាក Honda Dream Song ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខស្វ័យរៀង 1E1425 ដែលដប់គ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 4 នៅក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនលុះពេលដែលជិះមកដល់ចំណុចកាត់ហេតុខាងលើក៏បានឡើងវាយចែងគ្នាជ្រុលទៅបុករយន្តម៉ាក Lexus RX 300 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2D3508 ចំពីមុខពេញទំហឹងធ្វើឲ្យម៉ូតូក៏បានជ្រុលទៅបុកម៉ូតូកង់3ឥណ្ឌាមួយគ្រឿងទៀតដែលធ្វើដំណើរនៅពីមុខរងការខូចខាតយ៉ាងដំណំចំណែកឯភាគីម៉ូតូក៏បានដួលអូសទៅមុខជាច្រើនម៉ែត្រនិងធ្វើឲ្យបរិះម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្រៅពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចុះមកធ្វើការវាស់វែងយកសម្ភារៈនៃវត្ថុតាំងដូចជាម៉ូតូកង់3ឥណ្ឌានិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នដែលរងចាំការដោះស្រាយគ្នានៅពេលក្រោយ។